大家好，最近你们好吗？สุดท้ายนะดักเนี่ยทำไมเนี่ยยังไม่ได้สกสบายเจเต้โอเควันมาจูบยอมซาเจทำไมแต่ต้องจิมวยนังการศึกษาภาษาจันจังกลายปีปุยงบานเรียนแต่ต้องจิมวยนังจนเจเนี้ยสระนังสระซ้ำรุยรอลเมาให้อะไรนี่ขอยม้ายอมกอมีนเปียแต่ต้องจิมวยนังเล็กยกมาบเรียนดาวบอมบอลดักเนี่ยอะไรยังมาตามดาวดักเนี่ยถ้าแต่ต้องจิมวยนังเล็กยังมีปีไอ้คลาต่ออะไรยังตัวศึกษาดักเนี่ย โอเคអញ្ចឹងសម្រាប់ភាសាចិនគឺងាយទេបងប្អូនទាំងអស់គ្នាវាគ្រាន់ថាបើសិនជាយើងអត់ដែររៀនគឺគិតថាយើងពិបាកតែតាមពិតទៅគឺងាយស្រួលខ្លាំងមែនតើវាអត់មានអីពិបាកច្រើនទេឥឡូវខ្ញុំមកមើលការបញ្យល់របស់ខ្ញុំទាំងអស់គ្នាអញ្ចឹងក្រោយពីយើងបានរៀនព្យញ្ជនៈនិងស្រៈរួចមកអញ្ចឹងយើងចាំបានទេព្យញ្ជនៈនេះគឺព្យញ្ជនៈអីដែរអូខេឥឡូវខ្ញុំប្រាប់ដល់បងប្អូនទាំងអស់គ្នាតែម្ដងទៅអូខេព្យញ្ជនៈនេះគឺព្យញ្ជនៈលើបុកនឹងស្រៈអ៊ីងលើបុកស្រៈអ៊ីងអញ្ចឹងលើបុកស្រៈអ៊ីងយើងអានថាលីងអញ្ចឹងនៅពេលដែលខ្ញុំបរៀនបងប្អូនទាំងគ្នាតើតើជាមួយនឹងព្យញ្ជនៈឬក៏ស្រៈឯនោះខ្ញុំបានប្រាប់អំពីការអានអំពីសលេងរបស់វាមាន4សលេងដែលយើងត្រូវអានតែទាំងអស់គឺវាមាន5សលេងតែអាសលេងទី5នោះគឺយើងអត់អានទេពេលខ្លះគេអត់ដាក់វាយើងថាគេចង់អានទី1ក៏បានទី2ក៏បានទី3ក៏បានអញ្ចឹងអាហ្នឹងគឺសលេងទី5ហើយអញ្ចឹងឥឡូវយើងមកមើលពាក្យលីងយើងវិញលើអ៊ីងលីងអញ្ចឹងសលេងទី1យើងអានថាលីងអូស្មាអ្នកនរគ្នាអញ្ចឹងសលេងទី2យើងអានថាលីងអូខេអញ្ចឹងពាក្យនេះយើងអានថាលីងអូខេលីងបន្តមកទៀតអ៊ីបូកជាមួយនឹងស្រៈអ៊ីគឺនៅតែអ៊ីដដែលហើយសលេងវាសលេងទី1អញ្ចឹងគឺយើងអត់ចាំបាច់ប្រកបច្រើនទេអញ្ចឹងយើងអានយកតែម្ដងទៅអ៊ីអញ្ចឹងពាក្យនេះយើងអានថាអ៊ីអូខេអញ្ចឹងយើងមកមើលអានេះវិញភិងអ៊ីងរបស់វាគឺអត់មានព្យញ្ជនៈទេគឺមានតែស្រៈអញ្ចឹងគឺស្រៈនេះគឺស្រៈហើយសលេងទី4អញ្ចឹងយើងត្រូវប្រកបពីសលេងទី1មកអញ្ចឹងសលេងទី1យើងអានថាសលេងទី2ទី3ទី4អញ្ចឹងពាក្យនេះយើងអានថាអូខេបន្តមកទៀតព្យញ្ជនៈយើងគឺអក្សរស៊ឺបូកជាមួយនឹងស្រៈអានស៊ឺអានគឺសានសលេងទី1យើងអត់ចាំបាច់ប្រកបច្រើនអញ្ចឹងអានយកតែម្ដងសានអូខេតមកទៀតព្យញ្ជនៈស៊ឺដូចគ្នាបូកជាមួយស្រៈអ៊ីហើយតាក់ទងជាមួយនឹងស៊ឺអ៊ីនេះខ្ញុំក៏បានចេញជាវីដេអូមួយដែរតាក់ទងជាមួយនឹងស្រៈដែលថាបូកព្យញ្ជនៈបូកជាមួយស្រៈអ៊ីដែលអត់ដូរនេះដូចជាពាក្យស៊ឺនេះគឺយើងអត់ដូរទៅជាស៊ឺអ៊ីស៊ីទេអ្នកនរគ្នាស៊ឺអ៊ីគឺនៅតែស៊ឺដដែលអញ្ចឹងយើងមើលទៅលើសលេងរបស់វាអញ្ចឹងសលេងវាគឺសលេងទី4អញ្ចឹងសលេងទី4យើងត្រូវអានថាស៊ឺអញ្ចឹងយើងប្រកបមកអ្នកនរគ្នាពីសលេងទី1មកស៊ឺអញ្ចឹងពាក្យនេះយើងអានថាស៊ឺអូខេតមកទៀតស្រៈនេះគឺស្រៈអ៊ូព្យញ្ជនៈនេះព្យញ្ជនៈអ៊ូបូកជាមួយស្រៈអ៊ូគឺនៅតែអ៊ូដដែលអ្នកនរគ្នាអញ្ចឹងយើងអានមកសលេងទី3អ៊ូអូខេអ៊ូអញ្ចឹងពាក្យនេះយើងអានថាអ៊ូពាក្យថាអ៊ូនេះដូចអ្នកនរគ្នាឃើញកលេចអីមួយទៅអ៊ូអូអីចឹងទៅតែអាពាក្យនេះគឺពាក្យថាអ៊ូអញ្ចឹងសលេងដើមកអ៊ូអូខេអញ្ចឹងបន្តមកទៀតព្យញ្ជនៈនេះគឺព្យញ្ជនៈលើស្រៈនេះគឺស្រៈអីចាំបានអត់បងប្អូនទាំងគ្នាស្រៈនេះគឺស្រៈអ៊ីវអញ្ចឹងលើអ៊ីវលាវសលេងទី1យើងអានថាលាវសលេងទី2លាវសលេងទី3លាវសលេងទី4លាវអញ្ចឹងពាក្យនេះយើងអានថាលាវអូខេតមកទៀតព្យញ្ជនៈនេះគឺព្យញ្ជនៈឈីអ៊ីគឺនៅតែឈីដដែលអ្នកនរគ្នាហើយសលេងទី1យើងអត់ប្រកបទេអញ្ចឹងយើងអានយកតែម្ដងទៅឈីអញ្ចឹងពាក្យនេះយើងអានថាឈីអូខេបន្តមកទៀតព្យញ្ជនៈប៉ស្រៈអាប៉ាអញ្ចឹងសលេងទី1ប៉ាពាក្យនេះយើងអានថាប៉ាអូខេតមកទៀតព្យញ្ជនៈនេះគឺព្យញ្ជនៈជីបូកស្រៈអីគេអ្នកនរគ្នាស្រៈអ៊ីវអូខេជីអ៊ីវជាវអញ្ចឹងសលេងទី1យើងអានថាជាវសលេងទី2ជាវសលេងទី3ជាវអញ្ចឹងពាក្យនេះគឺអានថាជាវសលេងទី3សលេងដើមកអូខេបន្តមកទៀតគឺព្យញ្ជនៈស៊ឺបូកស្រៈអ៊ីគឺនៅតែស៊ឺដែរអ្នកនរគ្នាអញ្ចឹងយើងមកមើលសលេងវាសលេងទី2អញ្ចឹងយើងត្រូវអានថាសលេងទី1យើងអានថាស៊ឺសលេងទី2ស៊ឺអូខេអញ្ចឹងពាក្យនេះយើងអានថាស៊ឺ
ok អញ្ចឹងត្រឡប់មកវិញយើងអានឲ្យបងប្អូនទាំងអស់គ្នាម្ដងទៀតអូខេលៀងលៀងលៀងអ្នកទាំងអស់គ្នាអាចអានតាមខ្ញុំពីក្រោយបានអ៊ីអ៊ីអ៊ីអអអសានសានសាន四四四五五五六六六七七七八八八九九九十十十 OK អញ្ចឹងយើងមកមើលម្ដងទៀត0 1 2 3 4 5 6 7 8 9 10 OK អញ្ចឹងប្រហែលជាបងប្អូនមិនបាច់ចាំប្រាប់ទេថាប្រែថាម៉េចទេអាចចេះអស់ហើយអ្នកនរគ្នាឥឡូវយើងបន្តមកទៀតអូខេលើកនេះខ្ញុំអត់ប្រែជាខ្មែរទេតាក់ទងជាមួយនឹងលេខខាងលើនេះពាក្យតទៅទៀតបាទខ្ញុំប្រែជាខ្មែរអញ្ចឹងពាក្យថា link នេះប្រែថា0អ្នកនរគ្នាអញ្ចឹងភាសាចិន link link ប្រែថា0 link អូខេ1 2 3 4 5 6 7 8 10អានេះគឺ1 2 3 4 5 6 7 8 9 10អញ្ចឹងមកអ្នកនរគ្នាប៉ុន្តែសម្រាប់ភាសាចិនអ្នកនរគ្នាអានេះគឺគ្រាន់តែជាអក្សរកាត់ទេបើសិនជាអក្សរពេញគឺវាយើងពិបាកអញ្ញៃច្រើនជាងហ្នឹងប៉ុន្តែគ្រាន់តែពេលដែលបរៀនយើងគ្រាន់តែរៀនដើម្បីនិយាយអ្នកនរគ្នាអញ្ចឹងយើងប្រើតែអក្សរកាត់ហ្នឹងទៅអត់អីទេ1 2 3 4 5 6 7 8 9 10អូខេអញ្ចឹង0 1 2 3 4 5 6 7 8 9 10អានេះគឺអញ្ចឹងបន្តមកទៀតយើងមានអីគេទៀតអូខេបន្តមកទៀតគឺយើងមានពាក្យថាបាយជួនជាអ្នកប៉ស្រៈអាយប៉អាយសលេងទី1យើងអានថាបាយសលេងទី2បាយសលេងទី3បាយបាយអូខេបាយអញ្ចឹងពាក្យនេះយើងអានថាបាយបាយតមកទៀតតើតើជាមួយអានេះគឺវាបូកជាមួយនឹងស្រៈផ្សំអ្នកនរគ្នាអ្នកនរគ្នានៅចាំបានអត់អ៊ីអានយើងប្រែថាម៉េចអ៊ីអានយើងប្រែថាអៀនអូខេស្រៈអៀនអញ្ចឹងជួនជាអ្នកឈីអៀនឈៀនអូខេអញ្ចឹងសលេងទី1ឈៀនឈៀនឈៀនអូខេអញ្ចឹងពាក្យនេះយើងអានថាឈៀនអូខេឈៀនតមកទៀតអ៊ូជួនជាអ្នកអ៊ូបូកជាមួយស្រៈអានអ៊ូអាន1អញ្ចឹងពាក្យនេះអានថា1អូខេអញ្ចឹងសលេងទី1យើងអានថា1 1អានេះគឺសលេងទី4អ្នកនរគ្នាអញ្ចឹងអានថា1ពាក្យនេះ1អូខេតមកទៀតជួនជាអ្នកបូកជាមួយនឹងស្រៈអីគេអ្នកនរគ្នាស្រៈនេះគឺស្រៈអាវអាវហាវអញ្ចឹងសលេងទី1យើងអានថាហាវសលេងទី2ហៅសលេងទី3ហៅសលេងទី4ហៅអញ្ចឹងពាក្យនេះគឺសលេងទី4អ្នកនរគ្នាអញ្ចឹងយើងអានថាហៅរៀងសកត់ធ្ងន់បន្តិចអ្នកនរគ្នាអូខេបន្តមកទៀតsư ủ súអ្នកនរគ្នាជនជាអ្នកនេះគឺជនជាអ្នកsưបូកជាមួយនឹងស្រៈអ៊ូស៊ូអូខេសលេងទី4អ្នកនរគ្នាអញ្ចឹងយើងអានសលេងរៀងសកត់វាទៅជាស៊ុអ្នកនរគ្នាអញ្ចឹងពាក្យនេះយើងអានថាស៊ុអ៊ីបូកជាមួយនឹងស្រៈអាងយើងអានថាអាងស្រៈនេះគឺស្រៈផ្សំអ្នកនរគ្នាអ៊ីអាងអញ្ចឹងលើអាងលៀងសលេងទី4នេះគ្នាវាទៅជាលៀងអូខេស៊ុលៀងពាក្យនេះយើងអានថាស៊ុលៀងអធិស្ឋានអ្នកនរគ្នាបើសិនជាខ្ញុំបកបសលេងទី1ទី2ទី3ឲ្យអ្នកនរគ្នាមកពាក្យវាចំណាយពេលយូរពេកអញ្ចឹងនៅពេលដែលវាសលេងទី4ខ្ញុំបកបសលេងខ្ញុំអានសលេងទី4ឲ្យសលេងទី1អានសលេងទី1ឲ្យអញ្ចឹងទៅព្រោះកុំឲ្យយើងចាយពេលទៅលើវីដេអូវាយូរពេកអញ្ចឹងណាអ្នកនរគ្នាប៉ុន្តែនៅពេលដែលបងប្អូនអ្នកនរគ្នាយកទៅរៀនខ្លួនឯងយកទៅសិក្សាខ្លួនឯងយើងអាចបើសិនជាយើងអត់ច្បាស់យើងត្រូវបកបវាពីសលេងទី1ទី2ទី3ទី4អីចឹងទៅអូខេតមកទៀតអញ្ចឹងយើងបន្តមេរៀនយើងអូខេអញ្ចឹងពាក្យនេះយើងអានថាស៊ុ2ដងអ្នកនរគ្នាស៊ុអូខេពាក្យនេះស៊ុលៀងពាក្យនេះយើងអានថាស៊ុអូខេតមកទៀតជីដដែលអ្នកនរគ្នាឲ្យសលេងទី4វាទៅជាជីអញ្ចឹងពាក្យនេះយើងអានថាជីអូខេពាក្យនេះយើងអានថាស៊ន់យើងមកមើលស្រៈយើងស្រៈអ៊ូបូកអានគឺអន់អញ្ចឹងស្រៈផ្សំអ្នកនរគ្នាអ៊ូអានអន់ឈឺអន់ស៊ន់សលេងទី4ស៊ន់អញ្ចឹងពាក្យនេះពីម៉ាត់យើងអានថាជីស៊ន់អូខេជីស៊ន់តមកទៀតអូខេពាក្យថាអ៊ីនេះគឺ
nó bên đây ở bị khỏi viết lấy tí 4 viết đâu hôm nay tôi chia sẻ lấy tí pi nè nè chẳng biết này nhưng ăn thả ý cơ như mới cho chị nè cơ bốc cho môi nè sạ ống cơ ống con lấy tí 4 nè nè chẳng biết này nhưng ăn thả ý con này là nè ý con ok nhưng mà mới ca bỏ trái chẳng biết tha phải nhưng trái thả rồi nè đặc nè phải rồi biết tha chiến phải thập bón này là thế bón nhưng phải thầm mới này là nè phần tay nhom để đặt ổ muối này nè chia sẻ chân chấm chui đặt luôn này không bị này kia dương phải thá mờn ok mờn tầm một tiết ho dương phải thả lệch ok ho lệch tầm một tiết sụ láng dương phải thá chùm nuốn sụ láng sụ ok sụ tiện này nhưng ai ăn tha sụ của bạn này nào nè ok có cái đáp bạn này sụ của bạn sụ của bạn này ok chẳng tiện tha sụ rồi có sụ này nhưng ăn tha dương prai tha rọp chùm nuôn ok sụ rọp chùm nuôn tiện tha chị xoắn này prai tha kẹt nía đi có cật ấy chứ nào nè cật bộ đọ con trái đấy nào nè chị xoắn ok biết tha ý cống mà đây tha xả rộp ok ý cống xả rộp ok dương mà to tầm một tiết dương mà mưa ví dụ qua dương vĩnh ok chẳng nơ ý nỉ ok nơ ý nỉ tơ y an yến tơ yến tiến u á ó hơ ó khó lên tí 4 họ chẳng biết ní an hạt tiên họ hơ áo hảo mó á mà sẽ lấy tí 7 hậu mà ok sư ý sẽ lấy tí 4 sự tơ ó tỏ sẽ lấy tí muối to sư áo xáo ok sẽ lấy tí 7 6 chắc nhưng an cho cái này đó ní tờ tiên hoa hậu mà sự toa sáu ní tờ tiên hoa hậu mà sự toa sáu ní tờ tiên hoa hậu mà sự toa sáu ok chắc ví dụ này nhưng an thá ní tờ tiên hoa hậu mà sự toa sáu mà thế chương mơ ca bỏ trái ok vì than ní tờ tiên hoa hậu mà sự toa sáu nhưng pra tha ta lên tu được sao rồi bọn nét lên còn má rồi còn lên tu sắp bọn nét má nhưng pra con ánh số dưới tới cứ ba này biển này nhưng con là chia ví dụ là nhưng xua bị lệ tu sắp bọc kê chứ này đặc nè ní tờ tiên hoa hao mà sự toa sáu ok ta tu sắp rồi bọn nét lệ còn má rồi còn tu sắp nét lệ má này chứ là nó có ban đây này đặc nè nó bây giờ dương trong xong lệ tu sắp kê nhá bà sân chỉ dương phải dùng bà tham tôi đi tiếp than ní khơi kê của má ok này anh ao nhom bàn ót rồi còn ní khơi cao su của má ta này anh pram nhom bàn ót anh chẳng từ ok ní tờ tiên hoa hao mà sự toa sáu biết tha tiên hoa hao mà nàyคือแปลท่าเลขទូរស័ព្ទtiên hoa hao màលេខទូរស័ព្ទអញ្ចឹងនេះតើtiên hoa hao mà តើលេខទូរស័ព្ទរបស់អ្នកสื่อตัวเสาនេះแปลថាគឺប៉ុន្មានตัวเสาแปลថាប៉ុន្មានអូខេสื่อตัวเสาគឺប៉ុន្មានឬក៏ជាអ្វីអីចឹងទៅអ្នកនរគ្នាអញ្ចឹងត្រឡប់មកមើលលេខយើងវិញអ្នកនរគ្នាអញ្ចឹងពាក្យថា link យើងប្រែថា0 link 0 e 1 2 3 4 u 5 liều 6 chi 7 pa 8 chiếu 9 10 10អូខេអញ្ចឹងពាក្យថាប៉ាយើងប្រែថា100ចុះបើយើងនិយាយថា100យើងថាយើងត្រូវនិយាយថា e បាយ100 e ឈៀនយើងប្រែថា1000 e 1អានេះគឺត្រូវ e 1អូខេ e 1យើងប្រែថា10000តោះនេះអ្នកនរគ្នា e 1 10000ហើយអ្នកនរគ្នាសម្រាប់ពាក្យបើសិនជាយើងចង់និយាយថាឧទាហរណ៍ថាយើងត្រូវនិយាយថា11ពាក្យថា10ý គឺ11យើងយកពាក្យ1មកដាក់នៅកន្លែងហ្នឹងហើយហើយបូកជាមួយស្រៈ e មកគឺ11អ្នកគ្នាពាក្យថាពី1ដល់10គឺយើងសរសេរអញ្ចឹងបន្ទាប់មក11ពី11យើងនិយាយថាយើងដាក់មុនហើយបន្ទាប់មក1 2 3 4 5ហ្នឹងយើងដាក់អញ្ចឹងមកអូខេដូចជាe 11 12 13 14 u 15 liều 16 chỉ 17 ប៉ា18chiều 19អូខេនៅពេលដែលយើងនិយាយថា20គឺយើងត្រូវប្រើពាក្យមុនវិញ20 20បន្ទាប់មក20បើសិនជា21យើងត្រូវនិយាយថា10 10 10អូខេ
ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាស្ដាប់ទាន់ទៅចោះអូខេអញ្ចឹងពី1ដល់10គឺយើងសរសេរអញ្ចឹងមក1 2 3 4 5 6 7 8 9 10បន្ទាប់មក11យើងត្រូវនិយាយថាsư ý បន្ទាប់មកបើសិនជា20យើងត្រូវនិយាយថា20វិញ20មានន័យថា2 2ហ្នឹងបានន័យថាយើងមិនមានន័យថា2អូខេអញ្ចឹងពាក្យsưមានន័យថា10អញ្ចឹងបើថា20បានន័យថា12ដង12ដងវាស្មើនឹង20តោះណាអ្នកនរគ្នាអញ្ចឹងបើសិនជា30គឺយើងស្មើ13ដង13ដងយើងដែលខ្មែរយើងប្រែថា30តោះណាអ្នកនរគ្នាsự 40ទៅពេលsự y អញ្ចឹងមក41 42 43យើងថែមតាមនឹងទៅដល់99អញ្ចឹងទៅបន្ទាប់មកបានចូលដល់នេះ y ប៉ាយ100អញ្ចឹងទៅ y ប៉ាយ y ប៉ាយ y បានន័យថា101 y ប៉ាយ102អីចឹងទៅអ្នកនរគ្នាទៅ y ឈៀន y ឈៀន y ឈៀនy1 អីចឹងអ្នកនរគ្នាអាហ្នឹងយើងបូកតាមហ្នឹងតោះណាវាអត់មានអីខុសទេអូខេអញ្ចឹងតើតើជាមួយនឹងមេរៀនយើងបានមកដល់ទីបញ្ចប់ទៅធំនេះអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាមើលមេរៀនរបស់ខ្ញុំហើយងាយស្រួលយល់បើសិនជាមានកន្លែងណាខុសឆ្គងសូមមេត្តាអធិស្ឋានហើយបើសិនជាមានជាចម្ងល់អីអាចចូល comment ប្រាប់ខ្ញុំបានហើយបើសិនជាគិតថាវីដេអូរបស់ខ្ញុំរៀងគ្រាន់មានគុណភាពដែរសូមជួយចុច like និង share ឲ្យបន្តផងដើម្បីឲ្យបងប្អូនទាំងអស់គ្នាផ្សេងទៀតគាត់បានមើលឃើញវីដេអូរបស់ខ្ញុំអញ្ចឹងហើយសម្រាប់ថាវីដេអូនេះអត់មានជា sponsor អីញ៉ៃទេព្រោះអត់សូវមានអ្នកស្គាល់អ្នកនរគ្នាអញ្ចឹងហើយយើងរៀនបានយ៉ាងរលូនហើយយើងបរៀនតាក់ទងជាមួយនឹងការបង្រៀនរបស់ខ្ញុំគឺគោលដៅរបស់ខ្ញុំចង់បរៀនចែកជូនដល់បងប្អូនទាំងអស់គ្នាដែលថាគាត់អត់អាចមានសមត្ថភាពទៅរៀននៅសាលាឬក៏ទៅសាលាឆ្ងាយអីចឹងណាយើងអាចរៀនខ្លួនឯងបានរៀននៅផ្ទះអញ្ចឹងទៅរៀនស្ងាត់យើងព្យាយាមហើយតាក់ទងជាមួយមេរៀនអ្នកនរគ្នាទោះជារៀនភាសាអីក៏ដោយគឺយើងត្រូវតែកត់ត្រូវតែសរសេរដៃបើយើងអត់សរសេរក៏អត់ងាយចេះដែរអ្នកនរគ្នាឧទាហរណ៍ថាពាក្យធ្វើលេខនេះអញ្ចឹងអ្នកនរគ្នាអាចយកទៅសម្រាយមួយថ្ងៃយកទៅរៀនមួយថ្ងៃអ្នកនរគ្នាយើងថារៀន1ម៉ោងឬក៏2ម៉ោងអ្នកគ្នាសរសេរដាក់ពេញសៀវភៅឲ្យពេញណាពេញណៃមកបង្កើតបូកដកអីហ្នឹងអាហ្នឹងឲ្យយល់ខ្លួនឯងមកអ្នកនរគ្នាអាហ្នឹងគឺអញ្ចឹងអានេះគឺជាសំណុំពររបស់ខ្ញុំដើម្បីអ្នកដែលថារៀនពិតប្រាកដអូខេហើយជាចុងក្រោយគឺអរគុណច្រើនសម្រាប់ការទស្សនាវីដេអូខ្ញុំជំរាបលាបាយបាយ